ភពផែនដីដ៏ធំមួយកំពុងតែវិលយឺតនៅក្នុងលំហអាកាសដ៏ធំល្វឹងល្វើយបន្ទាប់មកទិដ្ឋភាពបានហោះកាត់ពុកយ៉ាងលឿនសំដៅទៅរកជួរភ្នំដ៏ខ្ពស់ទៅដែលនៅចំកណ្ដាលភ្នំមានប្រាសាទថ្មដ៏ធំមួយដែលមានរូបរាងជាលាតក្បាលគួរឲ្យខ្លាចទិដ្ឋភាពបានប្តូរទៅកាន់លំហអាកាសដែលមានពពផ្សែងពណ៌ស្វាយនិងក្រហមរូបកាយយក្សដ៏ធំសម្បើមមួយបានលេចឡើងដែលម្ខាងកាន់ញួរយក្សមុននឹងប្តូរមកកាន់ដាវដ៏មានអំណាចដែលមានរន្ទះបាញ់ជុំវិញរួចធ្វើការវាយប្រហារយ៉ាងខ្លាំងក្លាទិដ្ឋភាពបានវិលត្រឡប់មកកាន់ច្រករបៀងដ៏វែងនិងងឹតនៃប្រាសាទទៅលាតក្បាលវិញដោយមានរូបសំណាកយក្សពីរឈរយាមនៅសងខាងច្រកចូលប្រាសាទក្រោមពន្លឺថ្ងៃរះនៅក្នុងបន្ទប់វាំងដ៏ប្រណិតមហាក្សត្រីម្នាក់ដែលមានមកុដមាសកំពុងញឹមទៅកាន់ក្មេងប្រុសម្នាក់នៅលើកម្រាលព្រំមានកូនខ្លាពណ៌បៃតងមួយក្បាលកំពុងដេកលេងនិងប្រែខ្លួនចុះឡើងយ៉ាងគួរឲ្យស្រឡាញ់មុនពេលក្មេងប្រុសនោះដើរចេញទៅនៅទីលានវឹកហាត់ខាងក្រៅមេតបម្នាក់ពាក់មួកសុវត្ថិភាពពណ៌ប្រាក់កំពុងដើរពិនិត្យនិងណែនាំក្រុមកុមារជាច្រើននាក់ដែលស្លៀកពាក់អាវក្រោះការពារខ្លួនដែលកំពុងឈរតម្រង់ជួរយ៉ាងមានរបៀបរៀបរយក្មេងប្រុសតូចសក់ពណ៌មាសម្នាក់ឈររង់ចាំមុននឹងចាប់ផ្ដើមហ្វឹកហាត់កាន់ដំបងឈើប្រយុទ្ធគ្នាជាមួយក្មេងដទៃទៀតយ៉ាងសកម្មក្នុងខណៈពេលដែលមេតបមួកប្រាក់ដើរមើលជុំវិញដោយការយកចិត្តទុកដាក់ព្រះរាជាដែលមានពុកចង្កាវែងនិងពាក់មកុដមាសបានយាងមកដល់ទីលានហ្វឹកហាត់ហើយឈរជែកជាមួយមេតបមួកប្រាក់ទាំងទឹកមុខមើងម៉ាត់ខណៈពេលសម្លឹងមើលការហ្វឹកហាត់របស់កុមារព្រះរាជាបានយាងចូលទៅក្នុងវង់ហ្វឹកហាត់ដើម្បីប្រយុទ្ធជាមួយក្មេងប្រុសសក់មាសក្មេងប្រុសនោះបានព្យាយាមវាយបកប៉ុន្តែត្រូវបានព្រះរាជាប្រើដាវវាយឲ្យដួលទៅលើដីខណៈពេលដែលក្មេងដទៃទៀតឈរមើលដោយភាពស្ងប់ស្ងាត់បុរសម្នាក់ពាក់មួកសុវត្ថិភាពការពារយ៉ាងជិតកំពុងសម្លឹងមើលទៅក្មេងប្រុសម្នាក់ក្មេងប្រុសនោះងើបមុខសម្លឹងមើលទៅគាត់វិញដោយទឹកមុខស្ងប់ស្ងាត់បុរសនោះមកក្បាលតិចរួចក្មេងប្រុសក៏ដើរចេញទៅក្មេងស្រីម្នាក់ញឹមដាក់ក្មេងប្រុសខណៈពួកគេឈរនៅកន្លែងបើកចំហមួយរូបភាពបង្ហាញពីទិដ្ឋភាពប្រាសាទដ៏ធំមួយដែលមានទម្រង់ជាលាតក្បាលគួរឲ្យខ្លាចស្ដេចមួយអង្គដែលមានពុកចង្កាក្រាស់កំពុងឈរមើលទិដ្ឋភាពសង្គ្រាមនិងការផ្ទុះពីលើប៉មប្រាសាទសត្វចម្លែកមានបន្លាស្រួចលើខ្លួនកំពុងស្រែកហង្សាយ៉ាងសាហាវខូរខើកងទ័ពពាក់អាវក្រោះពណ៌មាសកំពុងលើកអាវុធត្រៀមលក្ខណៈវីលុកការប្រយុទ្ធគ្នាយ៉ាងសាហាវបានផ្ទុះឡើងមានពន្លឺឡាស៊ែរនិងការផ្ទុះឆាប់ឆេះពេញបន្ទប់បុរសពាក់មួកសុវត្ថិភាពនិយាយទៅកាន់ស្ដេចរួចក៏ងាកទៅនិយាយលាក្មេងស្រីដោយក្តីបារម្ភគាត់បានរុញក្មេងឲ្យរត់គេចខ្លួនខណៈស្ត្រីចាប់ផ្ដើមសម្រុកចូលមកបុរសពាក់មួកសុវត្ថិភាពម្នាក់ឯងបានប្រយុទ្ធទប់ទល់ជាមួយស្ត្រូវជាច្រើនអ្នកនៅក្នុងច្រកផ្លូវដើរសត្រូវមុខបៃតងដូចបិសាចម្នាក់លេចខ្លួនឡើងហើយដើរមកប្រឈមមុខនឹងគាត់បុរសនោះបានដកកាំភ្លើងបាញ់កំទេចសត្រូវម្នាក់ទៀតដែលលោតចុះមកពីលើដំបូលបន្ទាប់មកការប្រយុទ្ធគ្នាដោយដៃទល់នឹងដៃយ៉ាងស៊ីសាច់ហុតឈាមរវាងបុរសនោះនិងបិសាចមុខបៃតងបានចាប់ផ្ដើមពួកគេវាយដំនិងចាប់បោកគ្នាទៅវិញទៅមកយ៉ាងខ្លាំងក្លារហូតដល់បិសាចនោះដួលទៅលើដីប៉ុន្តែស្ត្រូវម្នាក់ទៀតបានលួចបាញ់ប្រហារពីក្រោយបណ្ដាលឲ្យបុរសនោះរងរបួសធ្ងន់ដួលទៅលើដីក្មេងស្រីនោះបានរត់ត្រឡប់មកវិញទាំងទឹកភ្នែកហើយត្រសពរបស់គាត់ខណៈដែលប្រាសាទកំពុងតែឆាបឆេះស្កេលេតឈរនៅកណ្ដាលបន្ទប់អាថ៌កំបាំងដែលពោពេញដោយភ្លើងពណ៌ទឹកក្រូចកងទ័ពអាក្រក់នៅជុំវិញគាត់ខណៈពេលគាត់សម្លឹងទៅមុខដោយអំណាចឈីឡានិងកុមារម្នាក់ឈរក្នុងចំណោមហ្វូងមនុស្សពួកគេសម្លឹងឡើងទៅខាងមុខដោយភាពបារម្ភខណៈស្ថានភាពកាន់តែតានតឹងព្រះមហាក្សត្រយានីនិងអ្នកការពាររាជវាំងឈរនៅក្នុងសាលធំទាហានជាច្រើនត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍សំខាន់មួយទិដ្ឋភាពបដូរទៅកាន់កងកម្លាំងអាក្រក់សត្វចម្លែកនិងយុទ្ធជនពាក់អាវក្រោះធ្ងន់កំពុងប្រមូលផ្ដុំគ្នាអ៊ីវឡែនដែលឆ្លងកាត់សាលដងងឹតនាងសម្លឹងជុំវិញដោយការប្រុងប្រយ័ត្នខណៈពន្លឺភ្លើងរំភើបនៅជញ្ជាំងក្រុមវីរបុរសប្រមូលផ្ដុំជុំវិញគ្រាប់បាល់ថាមពលអាថ៌កំបាំងពន្លឺពណ៌ស្វាយបញ្ចេញពីវត្ថុនោះព្រះអង្គម្ចាស់អេដាមឈរនៅជិតតុបុរាណគាត់កាន់ដាវរបស់គាត់យ៉ាងប្រុងប្រយ័ត្ននិងសម្លឹងទៅកាន់វត្ថុអាថ៌កំបាំងអេដាមបង្វិលខ្លួនទៅរកអ្នកដទៃមនុស្សជុំវិញគាត់រង់ចាំដោយក្តីសង្ឃឹមខណៈបរិយាកាសកាន់តែស្ងប់ស្ងាត់ Sorceress ឈរនៅចំពោះមុខថាមពលភ្លឺចែងចាំងពន្លឺខ្លាំងកំពុងកើនឡើងនៅជុំវិញនាងស្ទ្រីមថាមពលពណ៌ចម្រុះផ្ទុះចេញនិងហូរឆ្លងកាត់លំហទិដ្ឋភាពពោពេញដោយពន្លឺនិងចលនាដ៏លឿន
ទិដ្ឋភាពផ្លាស់ប្ដូរទៅកាន់បន្ទប់ទំនើបមួយនៅផែនដីបុរសពីរនាក់អង្គុយជែកគ្នានៅលើសាឡុងស្ត្រីវ័យក្មេងម្នាក់សម្លឹងទៅខាងមុខដោយអារម្មណ៍គិតច្រើនពន្លឺទន់នៅក្នុងបន្ទប់បង្កើតបរិយាកាសស្ងប់ស្ងាត់បុរសម្នាក់អង្គុយផ្អែកខ្នងលើសាឡុងខណៈអ្នកនៅក្បែរគាត់និយាយនិងធ្វើកាយវិការដោយដៃការសន្ទនាបន្តនៅក្នុងបន្ទប់មនុស្សទាំងពីរប្តូរទស្សនៈគ្នាខណៈកាមេរ៉ាចាប់យកប្រតិកម្មរបស់ពួកគេបុរសម្នាក់ក្រោកឡើងនិងដើរទៅកាន់ទ្វាររូបរាងរបស់គាត់បាត់ទៅក្នុងស្រមោលខណៈឈុតឆាកបញ្ចប់គ្រូបង្រៀនម្នាក់កាន់រូបគំនូរហ៊ីមែនបង្ហាញសិស្សនៅក្នុងថ្នាក់ខណៈដែលអាដាមកាលពីក្មេងឈរក្បែរគាត់សិស្សទាំងអស់កាលពីក្មេងបង្ហាញទឹកមុខមិនសប្បាយចិត្តនិងអៀនខ្មាស់នៅចំពោះមុខមិត្តភក្តិរូបភាពកាត់ទៅអាដាមពេលពេញវ័យកំពុងបើកប្រអប់មួយដែលមានស្លាកឈ្មោះ Eternia ហើយមើលរូបគំនូរកាលពីក្មេងរបស់ខ្លួនអាដាមអង្គុយនៅលើគ្រែក្នុងបន្ទប់គេងរបស់គេដកដង្ហើមធំរួចទម្លាក់ខ្លួនដេកទៅក្រោយទាំងអស់សង្ឃឹមពន្លឺព្រះអាទិត្យចាំងចូលតាមបង្អួចបន្ទប់គេងអាដាមកំពុងដេកលក់នៅលើគ្រែរហូតដល់ព្រឹកអាដាមបញ្ឆេះឡានពណ៌លឿងរបស់គេដាក់លេខហើយបើកចេញពីអគារស្នាក់នៅអាដាមមកដល់កន្លែងធ្វើការគេកាន់កែវកាហ្វេទឹកកកជែកជាមួយមិត្តរួមការងាររួចដើរទៅធ្វើការអាដាមអង្គុយនៅទៅធ្វើការរបស់គេសម្លឹងមើលអេក្រង់កុំព្យូទ័រដែលបង្ហាញគេហទំព័រស្វែងរកដាវបុរាណមិត្តរួមការងារស្រីម្នាក់សម្លឹងមើលអាដាមដោយក្តីបារម្ភនិងអាដាមទៅហាត់ប្រាណនៅក្លឹបគេឈរមើលដុំដែករួចមានបុរសវ័យចំណាស់សាច់ដុំម្នាក់ដើរមកពីក្រោយហើយនិយាយជាមួយគេបុរសវ័យចំណាស់នោះយកកន្សែងជូតញើសរួចចាប់ផ្ដើមលើកដុំដែកបង្ហាញអាដាមខណៈពេលដែលអាដាមអង្គុយមើលត្រឡប់មកការិយាល័យវិញប្រធានស្រីម្នាក់ដើរមកពីក្រោយអាដាមដែលកំពុងងុយគេងទប់មុខនឹងដៃប្រធានស្រីនោះអើតមើលអេក្រង់កុំព្យូទ័ររបស់អាដាមដែលកំពុងស្វែងរករូបភាពដាវរួចនិយាយលេងសើចជាមួយគេអាដាមចូលទៅក្នុងបន្ទប់ធ្វើការរបស់ប្រធានស្រីនាងនិយាយទៅកាន់អាដាមដោយស្នាមញញឹមនិងកាយវិការមិនពេញចិត្តនឹងលទ្ធផលការងារប្រធានស្រីបង្ហាញតារាងវាយតម្លៃការងារនៅលើអេក្រង់ហើយអាដាមមើលទៅនាងដោយទឹកមុខស្ងួតប្រធានស្រីនិយាយបន្តរួចរុញទូរស័ព្ទរបស់អាដាមដែលនៅលើតុឲ្យគេទូរស័ព្ទរបស់អាដាមភ្លឺឡើងគេលើកមើលរួចបង្ហាញទឹកមុខភ្ញាក់ផ្អើលជាខ្លាំងហើយដើរចេញពីបន្ទប់ជាប្រញាប់ខណៈដែលប្រធានស្រីចង្អុលតាមពីក្រោយអាដាមបើកឡានពណ៌លឿងទាំងប្រញាប់ប្រញ័រនៅពេលយប់ឆ្ពោះទៅកាន់ហាងមួយដែលមានផ្លាកភ្លើងរូបបលាក្បាលអាដាមចុះពីលើឡានរត់ចូលទៅក្នុងហាងលក់ទំនិញជុះនិងសៀវភៅកំប្លែងរួចដើរទៅរកអ្នកលក់អាដាមនិយាយខ្សឹបដាក់អ្នកលក់នៅក្នុងហាងដោយទឹកមុខម៉ឺងម៉ាត់និងអាចកំបាំងអំពីអ្វីដែលគេកំពុងស្វែងរកអាដាមសម្លឹងមើលតុក្កតាតាំងបង្ហាញក្នុងទូកញ្ចក់ដោយក្តីរំភើបមុនពេលបុរសម្នាក់ដើរមកក្បែរគាត់បុរសនោះបានចង្អុលបង្ហាញទៅកាន់រូបសំណាកវីរបុរស Thorex ដ៏ធំមួយដែលឈរនៅកណ្ដាលហាងអាដាមដើរទៅជិតរូបសំណាកដោយការស្ញប់ស្ញែងខណៈដែលដាវដែកដ៏ធំរបស់វាចាំងពន្លឺឆ្លុះចំភ្នែករបស់គាត់អាដាមលូកដៃទាំងពីរទៅចាប់ដាវពីដៃរូបសំណាកហើយព្យាយាមទាញវាចេញដោយប្រើកម្លាំងយ៉ាងខ្លាំងរូបសំណាក Thorex ស្រាប់តែមានជីវិតរស់រវើកវាប្រហារនឹងផ្ដួលអាដាមទៅលើដីធ្វើឲ្យក្មេងស្រីសក់ខៀវម្នាក់ស្រែកខ្លាំងមនុស្សនៅក្នុងហាងនាំគ្នាយកទូរស័ព្ទមកថតសកម្មភាពនោះខណៈអាដាមព្យាយាមក្រោកឈរឡើងវិញអាដាមស្រែកឡើងដោយកំហឹងរួចទាញដាវនោះឡើងលើមេឃបង្កើតបានជាពន្លឺឡាស៊ែរពណ៌ខៀវយ៉ាងភ្លឺចិញ្ចាចបន្ទាប់ពីកម្ចាត់រូបសំណាកនោះរួចអាដាមបានរត់ចេញពីហាងយ៉ាងលឿនទាំងដៃកាន់ដាវទិដ្ឋភាពកាត់ទៅផ្លូវថ្នល់និងបុរសម្នាក់កំពុងមើលទូរទស្សន៍មុនពេលបង្ហាញរូបភាពអាដាមអង្គុយសម្លឹងមើលដាវនៅលើគ្រែក្នុងបន្ទប់របស់គាត់នគរបាលពីររូបបានមកដល់បន្ទប់របស់អាដាមហើយនាំខ្លួនគាត់ឡើងជិះឡានប៉ូលីសកាត់តាមផ្លូវ highway ក្នុងក្រុងឡានប៉ូលីសបានជាប់គាំងនៅក្នុងការកកស្ទះចរាចរណ៍យ៉ាងខ្លាំងរួចប៉ូលីសទាំងពីរនាក់បានចុះពីលើឡានដើម្បីពិនិត្យមើលសភាពការស្រាប់តែមានសត្វចម្លែករោមក្រាស់ដ៏ធំមួយ Beastman លោតពីលើកុងតឺន័រមកសង្កត់ពីលើដំបូលឡានប៉ូលីសដែលអាដាមអង្គុយនៅខាងក្នុង Beastman បំបែកកញ្ចក់ឡានហើយស្រែកក្រហមយ៉ាងសាហាវមុនពេលវាលោតទៅលើដីបណ្ដាលឲ្យឡាននិងសម្ភារៈផ្អើលរប៉ាត់រប៉ាយអាដាមវាចេញពីឡានដោយភាពភ័យខ្លាចខណៈដែល Beastman ឡើងទៅលើឡានដឹកទំនិញរួចស្រែកក្រហមបង្ហាញអំណាចរបស់វា Beastman លោតសម្ដៅទៅរកអាដាមប៉ុន្តែស្រាប់តែមានវីនារីម្នាក់ Sheilaហោះចុះមកជួយទាន់ពេលវេលា Sheila ឈរកាន់ដាវការពារអាដាមខណៈដែល Beastman ស្ទុះមកវាយប្រហារនាងវិញធ្វើឲ្យមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាខណៈដែល Sheila កំពុងតាំងជាមួយសត្វចម្លែកនោះអាដាមបានឆ្លៀតឱកាសរត់គេចខ្លួនទៅពួននៅក្បែរឡានមួយគ្រឿងទៀត